កម្ពុជាបញ្ជាក់ថាគ្មានការបង្ហោះដ្រូនចូលទឹកដីថៃឡើយក្រសួងការពារជាតិកម្ពុជាបានចេញមុខបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃដែលអះអាងថាកម្ពុជាបានបង្ហោះយន្តហោះគ្មានមនុស្សបើកឬដ្រូនចូលទៅក្នុងទឹកដីថៃជាង250គ្រឿងអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលីសុជាតាបញ្ជាក់ថាมันមានសកម្មភាពបែបនេះកើតឡើងឡើយនិងថាកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់និងកិច្ចព្រមព្រៀងពាក់ព័ន្ធដើម្បីស្ដារនិងកសាងសន្តិភាពនិងស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំងពីរឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតានៅល្ងាចថ្ងៃទី29ខែធ្នូឆ្នាំ2025បានចេញមុខបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃថាកម្ពុជាបានបង្ហោះដ្រូនចំនួន250គ្រឿងចូលក្នុងទឹកដីថៃតាមលោកស្រីម៉ាលីសុជាតាបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃត្រូវបានក្រសួងការពារជាតិណែនាំហាមឃាត់មិនឲ្យមានសកម្មភាពបង្ហោះយានគ្មានមនុស្សបើកឬដ្រូនគ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុតនិងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយសេចក្តីណែនាំរបស់ក្រសួងការពារជាតិនៅថ្ងៃទី29ធ្នូដដែលបញ្ជាក់ថាខេត្តចំនួន7ដែលជាប់ព្រំដែនកម្ពុជាថៃរួមមានខេត្តកោះកុងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារនិងប៉ៃលិនត្រូវហាមបង្ហោះដ្រូនគ្រប់ប្រភេទជាដាច់ខាតគួរបញ្ជាក់ថាអ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោកវិនថៃស៊ូវ៉ារីនៅថ្ងៃច័ន្ទម្សិលមិញបានចេញមកចោទប្រកាន់កម្ពុជាថាបានរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលចុះហត្ថលេខានាពេលថ្មីៗនេះតាមរយៈការបង្ហោះយន្តហោះគ្មានមនុស្សបើកឬដ្រូនជាង250គ្រឿងចូលក្នុងទឹកដីរបស់ខ្លួនតាមអ្នកនាំពាក្យកងទ័ពភូមិន្ទថៃរូបនេះដដែលសកម្មភាពញុះញង់និងអរិយភាពជាបន្តបន្ទាប់របស់កម្ពុជាមកលើប្រទេសថៃបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ក្រមយោធានិងជនស៊ីវិលថៃនៅតំបន់ព្រំដែនការនេះយោធាថៃនឹងពិចារណាឡើងវិញក្នុងការដោះលែងទាហានកម្ពុជាចំនួន18នាក់ក្នុងការត្រឡប់មកកម្ពុជាវិញគួរជ្រាបថាភាគីថៃបានព្រមព្រៀងជាមួយកម្ពុជាក្នុងការដោះលែងទាហានខ្មែរទាំង18នាក់មកវិញក្រោយប្រទេសទាំងពីរបានអនុវត្តបទឈប់បាញ់រយៈពេល72ម៉ោងនៅចំពោះមុខនឹងការចោទប្រកាន់ជាបន្តបន្ទាប់របស់យោធាថៃរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិក៏បានបញ្ជាក់ផងដែរអំពីបដិញ្ញាយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំសន្លូតលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃកាលថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងដែលសម្រេចបានកន្លងមកអ្វីដែលរដ្ឋាភិបាលកម្ពុជាចង់ឃើញគឺការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែនប្រទេសទាំងពីរក្នុងជំនួបត្រីភាគីជាមួយប្រមុខការទូតចិនលោកវ៉ាងអ៊ីនៅខេត្តយូណានប្រទេសចិននៅថ្ងៃទី29ធ្នូរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃបានបញ្ជាក់ពីការចង់ស្ដារទំនុកចិត្តនិងទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញចិននាមជាអ្នកសម្របសម្រួលក៏បានអះអាងថានឹងជួយជ្រោមជ្រែងផ្ដល់វេទិកាសម្រាប់កិច្ចសន្ទនានៃភាគីចំនួនកម្ពុជាថៃប្រសិនបើមានភាពចាំបាច់និងដើម្បីជំរុញឲ្យកិច្ចសន្ទនាមានប្រសិទ្ធភាពទៅវិញទៅមក